ក្នុងលោកនេះមិនថាយើងឬគេទេគ្មាននរណាម្នាក់ធ្វើអ្វីដែលល្អឥតខ្ចោះនោះមិនមានឡើយព្រោះជាមនុស្សផុតជនរមែងមានកិលេសជាប់ជំពាក់ច្រើនមានសេចក្តីប្រាថ្នាច្រើនបន្តិចចង់បាននេះបន្តិចចង់បាននោះកាន់មិនដាច់ខំបំពេញចំណង់របស់ខ្លួនរហូតដល់អវសាននៃជីវិតតែថាការដែលយើងមានជីវិតប្រព្រឹត្តទៅនៅសពថ្ងៃនេះតែងតែមានការធ្វើអំពើខ្លះខុសអំពើខ្លះត្រូវអំពើខុសឆ្គងទាំងឡាយណាដែលយើងបានធ្វើហើយកន្លងមកចាត់ទុកថាជាបទពិសោធន៍ជាគ្រូបង្រៀនក្នុងឆាកជីវិតរបស់យើងដើម្បីងាកទៅរកផ្លូវដែលល្អត្រឹមត្រូវវិញអំពើអាក្រក់ដែលយើងបានកម្ចាត់បងហើយអំពើល្អដែលយើងកំពុងប្រព្រឹត្តនេះគេចមិនផុតពីការសរសើរនិងការដន្ទាអំពីមាត់របស់អ្នកដទៃការដែលយើងគិតខុសឬត្រូវអ្នកដទៃមិនដឹងឡើយមានតែខ្លួនឯងទេដែលជាអ្នកដឹងដោយខ្លួនឯងល្អឬអាក្រក់ក៏មកតែពីខ្លួនយើងជាអ្នកសាងបរិសុទ្ធឬមិនបរិសុទ្ធគឺយើងជាអ្នកសម្រេចជោគវាសនាដោយខ្លួនឯងព្រោះថាខ្លួនយើងនេះដូចជាយើងកំពុងដើរទៅតាមចរឡងផ្លូវដែលមានជ្រោះជ្រៅមហាសានជ្រៅបើដើរទៅក្នុងសេចក្តីប្រមាទនិងអាសាបង់ជីវិតធ្លាក់ក្នុងជ្រោះមរណាមិនខានយ៉ាងណាមិញដំណើរជីវិតមួយនេះដែលយើងប្រព្រឹត្តទៅនៅប្រចាំថ្ងៃយើងមិនត្រូវប្រថុយប្រឋានទ្វេប្រហែសឲ្យអំពើអកុសលចូលមកបៀតបៀនជ្រិតជ្រែកក្នុងខ្លួនឡើយលោកអ្នកត្រូវរក្សាគោលជំហរក្នុងផ្លូវសុចរិតធម៌ទៀងត្រង់មានស្អាតកាយស្អាតវាចាស្អាតចិត្តឲ្យបានប្រសើរបំផុតក្នុងរឿងនេះសំដៅដល់បុគ្គលដែលធ្វើខុសហើយចេះកែតែបើខុសដដែលច្រើនពេកនោះខុសរហូតគ្មានថ្ងៃបែរដូច្នេះយើងមុននឹងធ្វើអ្វីមួយត្រូវគិតហើយគិតទៀតគិតពីប្រយោជន៍សម្រាប់ខ្លួននិងមិនឲ្យប៉ះពាល់នៅទុក្ខលំបាកដល់ប្រយោជន៍អ្នកដទៃអ្នកក៏ចូលធ្វើវាចោះសំដីគ្រាន់តែជាខ្យល់មាត់ធ្វើឲ្យយើងបោកបោករិះរេដើម្បីវិនិច្ឆ័យក្នុងការងារនេះលោកអ្នកកុំយកមកទុកក្នុងចិត្តឲ្យសោះកុំខ្វល់ពីពាក្យសម្ដីរបស់ជនដទៃសំខាន់ទង្វើរបស់យើងប្រកបដោយសោតតិដ្ឋិនិយមអ្វីដែលជាការត្រឹមត្រូវប្រកបដោយការធ្វើក្នុងផ្លូវសុចរិតទៀងត្រង់យើងប្រព្រឹត្តវាចោះយើងមិនបានទៅលួចទៅប្លន់ទ្រព្យសម្បត្តិរបស់អ្នកដទៃមកធ្វើជាសម្បត្តិរបស់ខ្លួនឡើយចាំទុកណាយើងមិនអាចធ្វើអ្វីឲ្យដល់តម្រូវចិត្តនៃមនុស្សគ្រប់គ្នានោះទេដូចជាព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថានានាចិត្តតាំងចិត្តផ្សេងគ្នាអ្នកដទៃគេមើលមកយើងក្នុងផ្លូវមិនល្អយើងក៏មិនគួរប្រកាន់ទោសបីអូសដំណើរក្នុងរឿងដែលតូចឲ្យទៅជារឿងធំបានឡើយសង្គ្រាមមិនបានបញ្ចប់ដោយការបង្ហូរឈាមនិងឈាមដាក់គ្នានោះទេគឺបញ្ចប់ដោយគ្មានអ្នកឈ្នះហើយក៏គ្មានអ្នកចាញ់បញ្ចប់ដោយការចរចាប្រកបដោយសន្តិវិធីយ៉ាងណាមិញអំពើទាំងឡាយណាដែលអ្នកដទៃមើលងាយមើលថោកមិនឲ្យតម្លៃខ្លួនអ្នកត្រូវតាំងអារម្មណ៍ធ្វើចិត្តឲ្យត្រជាក់រកចំណុចដែលខ្លួនខ្វះខាតហើយកុំប្រកាន់ក្នុងការក្រោតខឹងតបតឲ្យទោសគ្នាទៅវិញទៅមកនោះព្រោះវាមិនមែននាំផលល្អឲ្យកើតសេចក្តីសុខដល់ខ្លួនអ្នកឡើយបើមានរឿងអ្វីមួយត្រូវបកស្រាយអ្នកត្រូវរកឱកាសល្អបកស្រាយដោយចិត្តមិនក្តៅក្រហាយពិចារណាហេតុដែលជាការកើតពិចារណាផលដែលត្រូវទទួលឲ្យបានល្អិតល្អន់បំផុតហើយសឹមនិយាយធម្មតាឫស្សីតែងអាងបន្លាការពីខ្លួនឯអ្នកប្រាជ្ញតែងចេះអាងច្បាប់ក្បួនការពីខុស
រីឯជនពីលគ្មានអាងអ្វីទាំងអស់អាងតែឆ្លោះតទល់កម្លាំងបាយបុគ្គលការដែលចងនៅសេចក្តីក្រោធទុកដូចជាយកដុំភ្លើងដាក់ក្នុងចិត្តដុតក្នុងខ្លួនឲ្យកើតគំនុំគុំគួនរកឧបាយកលបៀតបៀនជីវិតអ្នកដទៃដោយហេតុអញ្ចេះហេតុអញ្ចោះមានតែផលអាក្រក់ទៅអាក្រក់ទៅអភ័យទានគឺការឲ្យអធិស្ឋានលើកលែងទោសឲ្យអភ័យដល់មនុស្សសត្វផងគ្នាមិនឲ្យមានការភ័យខ្លាចតក់ស្លុតក្នុងជីវិតសង្ខាររបស់ខ្លួនឯយើងក៏មានសេចក្តីសុខក្នុងផ្លូវជីវិតសុខទាំងអ្នកដទៃសុខទាំងខ្លួនឯងឯការធ្វើដំណើរផ្លូវឆ្ងាយមានគេគោរពស្រឡាញ់ធ្វើឲ្យអ្នកផងទាំងពួងទុកចិត្តរហូតពេលខ្លះប្រគល់ការងារឲ្យយើងព្រោះតែយើងជាមនុស្សគ្មានពឹសមនុស្សដែលមានពឹសពុលគេមិនទុកចិត្តទៅទីណាណាគេមិនឲ្យតម្លៃនិងមានហានិភ័យដល់អ្នកដទៃផងក៏ថាបានវាជាការល្អគ្រប់យ៉ាងអ្នកក៏ធ្វើជាមនុស្សដែលមិនមានពឹសត្រូវវឹកហាត់អប់រំចិត្តប្រកបដោយសេចក្តីសង្គ្រោះអ្នកកុំគិតថាយើងជាមនុស្សអន់ថយខូចយសខូចសម្បត្តិព្រោះតែលើកលែងទោសឲ្យគេនោះដោយហេតុខ្លះមនុស្សមួយចំនួនតែប្រកាន់យុស័កមុខមាត់ខ្ពង់ខ្ពស់ពេកទៅទើបត្រូវបង្កកម្មពៀវរានឹងគ្នាមិនចេះចប់ព្រោះតែអំពើនៃការចង់ឈ្នះចង់ចែងនេះឯងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាពៀរងងាប់ដីកាមិនចង់ពៀ